ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះឡាវហើយថ្ងៃនេះខ្ញុំចង់និយាយអំពីសារៈសំខាន់នៃការដាំដើមឈើដោយយើងបានដឹងហើយថាពិភពលោកនិងភពផែនដីរបស់យើងពីមួយឆ្នាំទៅមួយឆ្នាំមានការឡើងកម្ដៅកាន់តែខ្លាំងឡើងហើយក៏ដូចជាទីក្រុងរបស់យើងផងដែរនេះគឺជាក្រុងសៀមរាបជាឧទាហរណ៍ហើយជាទីក្រុងដែលស្រស់ស្អាតជាទីក្រុងទេសចរសម្រាប់ប្រទេសកម្ពុជានៅពេលខែប្រាំងវាពិបាកក្នុងការដើរចេញក្រៅដោយសារតែមានកម្ដៅខ្លាំងអញ្ចឹងតែយើងធ្វើដោយម្ដេចដើម្បីកាត់បន្ថយកម្ដៅនៅក្នុងទីក្រុងរបស់យើងវិធីសាស្ត្រដែលល្អជាងគេបំផុតនោះគឺការដាំដើមឈើពីព្រោះការដាំដើមឈើនឹងផ្ដល់នៅម្លប់ត្រជាក់ដល់បងប្អូនហើយបងប្អូនអាចដើរចេញក្រៅបានបាទហើយពេលនេះខ្ញុំនៅសួនពេរេងដំណាក់នៃខេត្តសៀមរាបនៅកណ្ដាលក្រុងសៀមរាបតែម្ដងហើយកន្លែងនេះមានទេសភាពស្រស់ស្អាតដោយសារមានដើមឈើច្រើនហើយនៅក្នុងដៃរបស់ខ្ញុំគឺជាឧបករណ៍វាស់កម្ដៅហើយបើឧបករណ៍នេះយើងអាចវាស់ឲ្យដឹងថានៅក្រោមដើមឈើកម្ដៅបានថយចុះរហូតដល់ទៅ10អង្សាសេឧទាហរណ៍នៅកន្លែងនេះខ្ញុំវាស់ដីបាទ27.6 អង្សាសេហើយឥឡូវនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាកន្លែងដែលអត់មានដើមឈើថាតើកម្ដៅវាឡើងប៉ុណ្ណាបាទហើយពេលនេះខ្ញុំនៅកន្លែងកណ្ដាលទីក្រុងសៀមរាបមួយដែលអត់សូវមានដើមឈើហើយខ្ញុំមានរបស់សម្រាប់វាស់កម្ដៅហើយបើយើងចុចនៅទីនេះ41អង្សាបាទបើយើងដាំដើមឈើឲ្យបានកាន់តែច្រើននៅក្នុងទីក្រុងរបស់យើងទីក្រុងនេះនឹងក្លាយទៅជាទីក្រុងមួយដែលមានសួនរុក្ខជាតិច្រើនដែលអាចទាក់ទាញសត្វមួយចំនួនមករស់នៅដូចជាសត្វស្លាបនិងសត្វដែលស៊ីមូសជាចំណីអញ្ចឹងនឹងធ្វើឲ្យទីក្រុងរបស់យើងមានមូសកាន់តែតិចហើយមួយទៀតដើមឈើក៏អាចកាត់បន្ថយនៅខ្យល់ដែលមានជាតិពុលពីព្រោះថាដើមឈើទាំងអស់នេះវាទប់ខ្យល់ជាតិពុលដោយសារយើងដឹងហើយថាដើមឈើវាអាចជួយកុំឲ្យមានទឹកជំនន់នៅក្នុងទីក្រុងពីព្រោះថាឫសរបស់វាអាចនាំយកទឹកភ្លៀងចុះទៅក្រោមដោយមិនឲ្យទឹកភ្លៀងហូរចេញទៅកន្លែងផ្សេងនិងឫសឈើមួយទៀតសតក៏អាចជួយទប់លំនឹងនៃដីនៅក្នុងខេត្តរបស់យើងកុំឲ្យបាក់ធ្លាក់ចូលនៅក្នុងស្ទឹងតើដើមឈើប្រភេទណាដែលល្អបំផុតសម្រាប់ទីក្រុងរបស់យើងតាមគំនិតរបស់ខ្ញុំហើយដែលអ្វីដែលខ្ញុំធ្លាប់បានដើរលេងនៅដូចជាសិង្ហបុរីជាដើមឈើដែលល្អជាងគេសម្រាប់ទីក្រុងគឺដើមចន្ទរៃព្រោះវាផ្ដល់ម្លប់ស្អាតហើយដូចយើងបានឃើញសពថ្ងៃអញ្ចឹងនៅបាត់ដំបងជាឧទាហរណ៍តាមផ្លូវទៅលេងភ្នំបាណន់មានដើមឈើក្ងោកច្រើនមានផ្កាស្រស់ស្អាតមែនទែននៅតាមដងផ្លូវអញ្ចឹងបើសិនជាទីក្រុងរបស់យើងមានដើមឈើទាំងអស់នេះខ្ញុំគិតថាទីក្រុងរបស់យើងនឹងក្លាយជាទីក្រុងមួយដែលមានសួនរុក្ខជាតិច្រើននិងស្រស់ស្អាត